នៅក្នុងរឿងសាមកុក2010ជួកលៀងបាននិយាយថាចៅអ៊ីចេះតែធ្វើសង្គ្រាមផ្លូវទឹកតែមួយមុខទេមិនសង្គ្រាមផ្លូវគោកសម្ដីរបស់ជួកលៀងហាក់ដូចជាមានការពិតទៅក្នុងនឹងដែរមិនមែនជាពាក្យឌឺដងទាំងស្រុងទេឧទាហរណ៍ចៅអ៊ីច្បាំងចាញ់ឆៅយិនហើយត្រូវរបួសធ្ងន់ទោះបីជាចៅអ៊ីអាចធ្វើសង្គ្រាមបានតែមួយផ្លូវក៏ដោយប៉ុន្តែគាត់អាចប្រើប្រាស់ចំណុចខ្លាំងរបស់គាត់តែមួយនេះដើម្បីកាន់ដាវខ្លួនឯងបានចៅអ៊ីមិនចាំបាច់បំបែកខ្លួនចេញពីគ្រួសារស៊ុនទេក៏គាត់នៅតែមានសេរីភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលគាត់យល់ថាត្រឹមត្រូវដែរបើសិនជាអ្នកនរនិយាយថាចៅអ៊ីបំរើស៊ុនឈៀនប្រហែលជាមិនត្រូវ 100% ទេពីព្រោះការសម្រេចចិត្តដើរតាមគ្រួសារស៊ុនពីដំបូងគឺធ្វើជាមួយនឹងស៊ុនឆឹគាត់មើលឃើញថាស៊ុនឆឹអាចវាយយកទឹកដីជើងតុងបានហើយខ្លួនគាត់អាចជួយស៊ុនឆឹបានអញ្ចឹងគាត់មកចូលរួមជាមួយគ្នាគាត់បដិសេធឱកាសបំរើយៀនស៊ូដើម្បីមកធ្វើសង្គ្រាមនៅជើងតុងក្រោយពេលដែលស៊ុនឆឹស្លាប់ទៅគាត់នៅបន្តជាមួយនឹងស៊ុនឈៀននៅពីក្រោមស៊ុនឈៀនចៅអ៊ីមានប្រៀបទៅលើស៊ុនឈៀនទោះបីជាគាត់មិនប្រើប្រាស់ចំណុចមានប្រៀបនេះទៅសង្កត់ស៊ុនឈៀនក៏ដោយគាត់អាចចរចាបានគាត់អាចដើរចេញបានហើយគាត់ក៏អាចជ្រើសរើសថាផ្លូវណាដែលគាត់ត្រូវធ្វើដែរដោយមិនចាំបាច់ខ្លាចពីរឿងបាត់បង់អ្វីទេមូលហេតុដែលគាត់អាចធ្វើបែបនេះបានគឺដោយសារតែចំណុចខ្លាំងតែមួយរបស់គាត់នឹងអ្វីដែលជួកលៀងយកទៅឌឺគាត់នឹងស៊ុនឈៀនត្រូវការចៅអ៊ីច្រើនជាងចៅអ៊ីត្រូវការស៊ុនឈៀនក្នុងចំណោមមេតបធំរបស់តុងអ៊ូទាំងអស់ស៊ុនឈៀនរំលឹកពីគុណសម្បត្តិរបស់ចៅអ៊ីច្រើនជាងគេបើសិនជាអត់មានចៅអ៊ីទេគឺអត់មានយ៉ាងតុងទេនៅក្នុងរឿងសាមកុក2010ម្ដាយរបស់ស៊ុនឈៀននឹងថែមទាំងនិយាយថាទឹកដីយ៉ាងតុងនេះពាក់កណ្ដាលគឺជារបស់ចៅអ៊ីរួចទៅហើយគ្រាន់តែចៅអ៊ីមិនល្មើសទៅលើគ្រួសារស៊ុនសង្គ្រាមឆឹកពីរដែលជាសង្គ្រាមការពារទឹកដីយ៉ាងតុងនិងការពារអំណាចគ្រួសារស៊ុនមិនមែនសម្រេចដោយស៊ុនឈៀនទេសង្គ្រាមនេះសម្រេចដោយចៅអ៊ីពីព្រោះចៅអ៊ីជ្រើសរើសថាត្រូវតែប្រយុទ្ធជាមួយនឹងឆៅឆៅទើបស៊ុនឈៀនអាចប្រយុទ្ធជាមួយនឹងឆៅឆៅលើកខ្ញុំឧទាហរណ៍ថាបើសិនជាពេលដែលគាត់ទៅនិយាយជាមួយនឹងស៊ុនឈៀនគាត់ប្រាប់ថាមិនអាចច្បាំងបានទេមានតែចោះចាញ់គេស៊ុនឈៀនប្រកាសជាចោះចាញ់ឆៅឆៅលោកស៊ូចង់និយាយអីក៏អត់កើតដែរពីព្រោះលោកស៊ូមិនអាចចេញច្បាំងបានចៅអ៊ីគឺជាអ្នកសម្រេចថាគ្រួសារស៊ុនផ្ដាច់ខ្លួនពីរាជការឬក៏មិនផ្ដាច់ខ្លួនអញ្ចឹងបើយើងមើលទៅសិទ្ធិរបស់គាត់ធំណាស់ហើយបើយើងចង់ធ្វើដូចគាត់ដែរនៅកន្លែងការងារអ្នកនរគ្នាមានតែផ្លូវមួយទេគឺត្រូវរើសយកជំនាញណាមួយដែលយើងប៉ាកែបំផុតប៉ាកែជាងអ្នកដទៃពាក្យថាប៉ាកែនេះគឺយើងយល់ស៊ីជម្រៅពីជំនាញមួយហ្នឹងឥឡូវយើងនិយាយថាចៅអ៊ីចេះតែធ្វើសង្គ្រាមលើទឹកទៅចោះអញ្ចឹងបានន័យថាឲ្យតែតាក់ទងជាមួយនឹងកងទ័ពជើងទឹកចៅអ៊ីដឹងទាំងអស់យុទ្ធសាស្ត្រនៅក្នុងការប្រើប្រាស់ទ័ពជើងទឹកគាត់ប្រើបានច្រើនជាងអ្នកដទៃល្អជាងអ្នកដទៃហើយវាស៊ីគ្នាជាមួយនឹងតុងអ៊ូដែរពីព្រោះតុងអ៊ូនេះដើម្បីចូលទៅវាយដល់រាជធានីបានគឺត្រូវតែឆ្លងកាត់ផ្លូវទឹកឲ្យតែមានអ្នកដែលប៉ាកែផ្នែកផ្លូវទឹកអត់មានអ្នកណាគេចូលវាយបានទេយើងអាចប្រៀបធៀបមនុស្សដែលពូកែតែរឿងមួយមុខនេះដូចជាអ្នកដែលសំលៀងដាវមួយដដែលរាល់ថ្ងៃបើគាត់មានដាវច្រើនគឺគាត់ត្រូវចំណាយពេលទៅសំលៀងដាវផ្សេងទៀតប៉ុន្តែដោយសារតែគាត់មានតែមួយគាត់អាចថែដាវនឹងឲ្យវាមុតល្អហើយខ្លួនគាត់ក៏អាចវឹកហាត់ស្ទាត់ជំនាញជាមួយដាវមួយនឹងដែរចៅអ៊ីមិនត្រូវការឋានៈជាមេតបធំដើម្បីបង្ហាញថាគាត់ប៉ាកែធ្វើសង្គ្រាមផ្លូវទឹកទេនៅពេលដែលលទ្ធផលការងាររបស់យើងអាចបង្ហាញឲ្យគេឃើញពីស្នាដៃពីសមត្ថភាពរបស់យើងហើយគ្មានអ្នកដទៃណាហ៊ាននិយាយប្រឆាំងជាមួយនឹងយើងទៀតទេក្នុងករណីរបស់ចៅអ៊ីមិនមានមេតបណាហ៊ាននិយាយមិនល្អពីចៅអ៊ីទេនៅជាងតុងនៅក្នុងរឿងសាមកុក2010ពេលដែលគាត់ប្រាប់ថាត្រូវតែប្រឆាំងជាមួយនឹងឆៅឆៅក្រមមន្ត្រីស៊ីវិលដែលឲ្យយោបល់ស៊ុនឈៀនថាមិនគួរប្រឆាំងនឹងឆៅឆៅទេស្ងាត់មាត់ឆឹងគ្មានអ្នកណាហ៊ានក្អកមួយទេសូម្បីតែចាងចៅដែលជាមន្ត្រីចាស់ហើយជាអ្នកដែលស៊ុនឆឹទុកចិត្តស្មើនឹងចៅអ៊ីផងក៏មិនហ៊ានប្រកែកជាមួយនឹងចៅអ៊ីដែរហេតុអីពីព្រោះអ្នកទាំងអស់នេះដឹងពីសមត្ថភាពធ្វើសង្គ្រាមរបស់ចៅអ៊ីបើគាត់អាចធ្វើសង្គ្រាមបានតែគ្មានអ្នកណាគេមើលឃើញគ្មានអ្នកណាទទួលស្គាល់គាត់ក៏មិនអាចមានសេរីភាពទៅកាន់ដាវខ្លួនឯងដូចក្នុងរឿងដែរអ្វីដែលយើងស្ទាត់ជំនាញគឺជាចំណុចចរចាតថ្លៃជាមួយគេរាល់សង្គ្រាមដែលចៅអ៊ីច្បាំងឈ្នះកាន់តែធ្វើឲ្យឈ្មោះរបស់គាត់នឹងល្បីល្បាញកាន់តែធ្វើឲ្យតុងអ៊ូត្រូវការគាត់ជាងមុនទៅទៀតស៊ុនឆឹផ្ដាំឲ្យប្អូនរបស់គាត់សួរចៅអ៊ីតែកិច្ចការនៅខាងក្រៅបានហើយគឺកិច្ចការជាមួយនឹងនគរផ្សេងទៀតប៉ុន្តែរាល់ពេលដែលចៅអ៊ីច្បាំងឈ្នះនៅខាងក្រៅម្ដងឥទ្ធិពលរបស់គាត់នៅក្នុងជួរមន្ត្រីខាងក្នុងកើនឡើងម្ដងយើងអាចមើលឃើញចំណុចនេះច្បាស់ណាស់នៅពេលដែលទីប្រឹក្សាហើយនឹងក្រុមមន្ត្រីស៊ីវិលពីរក្រុមពីរចំនួនខុសគ្នាមកផ្ទះរបស់ចៅអ៊ីទាំងយប់ដើម្បីសុំឲ្យចៅអ៊ីស្ដាប់យោបល់របស់ពួកគេដែលចង់ចោះចាញ់ឆៅឆៅក្រុមមន្ត្រីទី1គឺចាងចៅគឺជាមន្ត្រីចាស់ក្រុមទី2ដឹកនាំដោយជូកាជីងដែលជាមន្ត្រីរបស់ស៊ុនឈៀនរើសខ្លួនឯងអញ្ចឹងគឺមានពីរប៉ាក់ហ្នឹងឥទ្ធិពលរបស់ចៅអ៊ីអាចជំនួសតំណែងស៊ុនឈៀនបានតែគាត់មិនធ្វើ
ទោះបីជាគាត់មិនធ្វើមែនប៉ុន្តែគាត់នៅតែប្រាប់សុនជានឲ្យមើលឃើញពីចំណុចនឹងដូចគ្នានៅក្នុងរឿងសាមកុក2010ពេលខ្លះទៅយើងឃើញថាចៅអ៊ីនិយាយជ្រុលមាត់ជាមួយនឹងលូស៊ូថាមេតបដូចជាគាត់មិនចាំបាច់ស្ដាប់សម្ដីរបស់សុនជានទេតែខ្ញុំគិតថាគាត់គ្មានបំណងក្បត់ជាមួយនឹងគ្រួសារសុនទេសេរីភាពដែលចៅអ៊ីទួបាននៅក្នុងអាជីពរបស់គាត់បានមកដោយសារតែគាត់ធ្វើខ្លួនឲ្យទៅជាមនុស្សសំខាន់របស់អ្នកដឹកនាំគាត់បើសិនជាអ្នកនរគ្នាកំពុងតែធ្វើការឲ្យគេគួរព្យាយាមធ្វើខ្លួនឲ្យដូចជាចៅអ៊ីចាំពេលណាដែលយើងយល់ថាយើងអាចឈរខ្លួនឯងបានហើយចាំយើងទៅរៀនកាន់ដាវដោយខ្លួនឯងតាមតួអង្គផ្សេងទៀតអត្ថន័យនៃពាក្យថាកាន់ដាវខ្លួនឯងមានច្រើនមិនចាំបាច់តែចេញរកស៊ីចេញធ្វើតកែខ្លួនឯងទេហើយវាអាចប្រើបាននៅតាមកន្លែងខុសៗគ្នាមិនមែនតែតាក់ទងនឹងការងារមួយមុខទេចៅអ៊ីមានដាវល្អមួយដែលជាសមត្ថភាពធ្វើសង្គ្រាមផ្លូវទឹកហើយគាត់យកដាវនេះដើម្បីតថ្លៃឯករាជ្យភាពក្នុងការងាររបស់គាត់